នៅពេលដែលគេនិយាយអំពីខ្សែរាជវង្សនៃប្រទេសថៃរឿងរ៉ាវស្នេហានិងការផ្លាស់ប្ដូរឋានៈនៅក្នុងរាជវាំងជារឿងដែលមហាជនតែងតែតាមដានដោយការចាប់អារម្មណ៍បំផុតក្នុងចំណោមនោះរឿងរ៉ាវជីវិតរបស់អ្នកនាងយូវ៉ាធីតាភរិយាទី2របស់ព្រះបាទមហាវជ្ជរាលង្កនត្រូវបានគេចាត់ទុកថាជារឿងដ៏រំជើបរំជួលនិងពោពេញទៅដោយភាពអាថ៌កំបាំងបំផុតមួយពីតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពនិងជាម្ដាយរបស់ព្រះរាជបុត្រទាំង5អង្គហេតុអ្វីបានជាទ្រង់ត្រូវបានចោទប្រកាន់និងត្រូវនិរទេសខ្លួនចេញពីប្រទេសថៃរហូតមកដល់បច្ចុប្បន្នមុនពេលឈានជើងចូលនៅក្នុងពិភពរាជវង្សយូវ៉ាធីតាមានឈ្មោះដើមថាយូវ៉ាធីតាពលប្រសិទ្ធកាលនៅឆ្នាំ1962នាងគឺជាតារាសម្ដែងនិងជាតារាម៉ូដែលដែលវ័យក្មេងនិងមានសម្រស់ស្រស់ស្អាតម្នាក់នៅក្នុងទសវត្សរ៍ឆ្នាំ1970ដោយបានថតខ្សែភាពយន្តនិងស្ពតពាណិជ្ជកម្មជាច្រើនចំណុចរបត់ជីវិតរបស់នាងបានចាប់ផ្ដើមឡើងនៅចុងទសវត្សរ៍ឆ្នាំ1970នៅពេលដែលនាងបានជួបសម្លឹងភ្នែកជាមួយនឹងព្រះអម្ចាស់វជ្ជរាលង្កនដែលកាលនោះទ្រង់នៅជាបរិទ្ធយាតនៅឡើយទោះជាយ៉ាងណាទំនាក់ទំនងស្នេហារវាងអ្នកទាំងពីរមិនបានបើកចំហភ្លាមៗនោះទេព្រោះថានៅឆ្នាំ1977ព្រះអម្ចាស់វជ្ជរាលង្កនបានរៀបអភិសេកជាផ្លូវការរួចទៅហើយជាមួយនឹងព្រះនាងស៊ូសាវលីដែលជាព្រះញាតិវង្សជិតដិតប៉ុន្តែចំណងស្នេហារវាងព្រះអង្គនិងយូវ៉ាធីតាបានរីកដុះដាលយ៉ាងស្ងាត់ស្ងាត់នៅខាងក្រៅរបងវាំងទោះបីជាចំណងស្នេហាមួយនេះមិនទាន់អាចបើកចំហជាសាធារណៈហើយយូវ៉ាធីតាក៏មិនទាន់មានក្រុមងារជាផ្លូវការនៅក្នុងវាំងក៏ដោយប៉ុន្តែទំនាក់ទំនងរវាងនាងនិងព្រះម្ចាស់វជ្ជរាលង្កនកាន់តែមានភាពស៊ីជម្រៅនិងរឹងមាំពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងកំឡុងពេលដែលព្រះម្ចាស់កំពុងស្ថិតនៅក្នុងចំណងអាពាហ៍ពិពាហ៍ជាមួយនឹងព្រះនាងស៊ូសាវលីយូវ៉ាធីតាបានដើរតួនាទីជាភរិយាលាក់មុខនិងបានប្រសូតបុត្រាបុត្រីជូនព្រះអង្គជាបន្តបន្ទាប់រហូតដល់ទៅ5អង្គក្នុងចន្លោះពេលត្រឹមតែ8ឆ្នាំប៉ុណ្ណោះពេញមួយទសវត្សរ៍ឆ្នាំ1980នោះទោះបីជាត្រូវរស់នៅក្រោមស្រមោលនៃភាពមិនច្បាស់លាស់និងការរងសម្ពាធពីមជ្ឈដ្ឋានជុំវិញយ៉ាងណាក៏ដោយក៏យូវ៉ាធីតានិងកូនទាំងអស់ត្រូវបានមើលថែយ៉ាងដិតដល់និងទទួលស្គាល់ជាលក្ខណៈផ្ទៃក្នុងរាជវង្សយ៉ាងស្ងៀមស្ងាត់ការលះបង់និងការបង្កើតព្រះរាជបុត្រជាបន្តបន្ទាប់នេះហើយបានក្លាយជាគ្រឹះយ៉ាងរឹងមាំដែលអាចរុញច្រានឲ្យទំនាក់ទំនងលួចលាក់មួយនេះឈានដល់ការផ្លាស់ប្ដូរឋានៈជាផ្លូវការនៅពេលដែលព្រះអម្ចាស់វជ្ជរាលង្កនបានសម្រេចប្រតិយលែងលះដាច់ស្រេចពីមហេសីដើមនៅដើមទសវត្សរ៍ឆ្នាំ1990នៅខែកុម្ភៈឆ្នាំ1994ព្រះម្ចាស់វជ្ជរាលង្កនបានសម្រេចប្រតិយរៀបអភិសេកជាផ្លូវការជាមួយនឹងយូវ៉ាធីតាដោយមានការយល់ព្រមពីព្រះមហាក្សត្រភូមិបុលអឌុលយ៉ាដេតក្រោយពីរៀបអភិសេកនាងត្រូវបានផ្ដល់គោរមងាររាជវង្សដ៏ខ្ពង់ខ្ពស់ដែលមានព្រះនាមថ្មីថាអ្នកនាងយូវ៉ាធីតាមហិណ្ឌុលណាអយុធយាហើយកូនទាំង5អង្គរបស់ទ្រង់ក៏ត្រូវបានលើកដំកើងឋានៈជាព្រះរាជបុត្រនិងព្រះរាជបុត្រីស្រុកច្រប់នៃរាជវង្សចក្រីផងដែរវាហាក់ដូចជាទីបញ្ចប់នៃសុភមង្គលនៃរឿងព្រេងស្នេហាមួយនេះប៉ុន្តែសុភមង្គលនៅក្នុងរាជវាំងហាក់មានអាយុកាលខ្លីណាស់ត្រឹមតែ2ឆ្នាំក្រោយការរៀបអភិសេកពោលគឺនៅក្នុងឆ្នាំ1996ស្រាប់តែមានរឿងរ៉ាវដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងដែលអង្រួនដល់ស្ថិរភាពនៅក្នុងរាជវាំងព្រះម្ចាស់វជ្ជរាលង្កនបានប្រកាសលែងលះជាមួយនឹងអ្នកនាងយូវ៉ាធីតាយ៉ាងទាន់ហន់អ្វីដែលធ្វើឲ្យគេភ្ញាក់ផ្អើលនោះគឺមានការបិទផ្សាយខិត្តប័ណ្ណប្រកាសជាសាធារណៈនៅជុំវិញរបងព្រះបរមរាជវាំងដោយចោទប្រកាន់អ្នកនាងយូវ៉ាធីតាថាបានប្រព្រឹត្តអំពើក្បត់ចិត្តដោយមានទំនាក់ទំនងលួចលាក់ជាមួយនឹងមន្ត្រីយោធាជាន់ខ្ពស់ម្នាក់ភ្លាមនោះអ្នកនាងយូវ៉ាធីតានិងបុត្រាបុត្រីទាំង5អង្គត្រូវបានដកហូតគោរមងារលិខិតឆ្លងដែនរាជវង្សនិងត្រូវបានបង្ខំឲ្យចាកចេញពីប្រទេសថៃជាបន្ទាន់ពួកគេបានភៀសខ្លួនទៅរស់នៅចក្រភពអង់គ្លេសហើយក្រោយមកបានផ្លាស់ប្ដូរទៅរស់នៅសហរដ្ឋអាមេរិក ក្រោយពីការនិរទេសខ្លួនព្រះម្ចាស់វជ្ជរាលង្កនបានយាងទៅនាំយកព្រះរាជបុត្រីពៅគឺព្រះម្ចាស់ក្សត្រីសិរិវណ្ណវរី
កាលនោះនៅជាកុមារីត្រឡប់មកប្រទេសថៃវិញដោយទទួលបានការប្រោសប្រទានគោរមងារនិងឋានៈជារាជវង្សឡើងវិញរហូតមកដល់ពេលបច្ចុប្បន្នទ្រង់ជាអ្នកច្នៃម៉ូដដ៏ល្បីល្បាញម្នាក់នៅប្រទេសថៃចំណែកឯអ្នកម្នាងយូវ៉ាធីតានិងបរិយាបុត្រប្រុសទាំង4អង្គទៀតមិនត្រូវបានអនុញ្ញាតឲ្យចូលស្រុកថៃវិញឡើយអស់រយៈពេល73ទសវត្សរ៍កូនប្រុសទាំង4បានធំធាត់ឡើងនៅសហរដ្ឋអាមេរិកពួកគេត្រូវបានរៀនសូត្រនិងធ្វើការដូចជាប្រជាជនធម្មតាប៉ុន្តែពួកគេសុទ្ធតែរៀនសូត្របានខ្ពង់ខ្ពស់មានអ្នកខ្លះជាវិជ្ជបណ្ឌិតអ្នកខ្លះជាមេធាវីជីវិតរបស់អ្នកម្នាងយូវ៉ាធីតាគឺជាឧទាហរណ៍មួយនៃភាពមិនទៀងទាត់នៅក្នុងរាជវាំងថៃពីនារីសាមញ្ញម្នាក់ដែលឡើងដល់ចំណុចកំពូលនៃជីវិតជាមហេសីស្ដេចនិងជាមេដាននៃបរិយាបុត្រតែចុងក្រោយត្រូវធ្លាក់មកជាប្រជាជននិរទេសរស់នៅក្រៅប្រទេសឆ្ងាយពីមាតុភូមិបច្ចុប្បន្នយូវ៉ាធីតារស់នៅយ៉ាងស្ងៀមស្ងាត់នៅក្នុងវ័យចំណាស់នៅសហរដ្ឋអាមេរិកដោយមើលឃើញកូនប្រុសៗរបស់ខ្លួនចាប់ផ្ដើមមានឱកាសយាងមកលេងប្រទេសថៃជាបណ្ដាវិញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុន្តែសម្រាប់រូបលោកស្រីផ្ទាល់ទំព័រប្រវត្តិសាស្ត្រនៅក្នុងវាំងត្រូវបានបិទបញ្ចប់ជាស្ថាពរទៅហើយ